Cũng cho anh hai anh ấy chạy đầm đầy từ khang mai mẹ mà con trai ទោះបងប្អូននេះគឺថាខ្ញុំមកបេះស្លឹកអំពិលបងប្អូនជីកាត់មួយថ្ងៃឃើញស្លឹកអំពិលល្អពេកឥឡូវខ្ញុំមកបេះស្លឹកអំពិលដើម្បីស្លម្ជូរតកួនត្រីប្រាបងប្អូនអើយនិយាយរឿងបេះស្លឹកអំពិលបងប្អូនឯងកាលខ្ញុំនៅក្មេងៗឡើងបេះស្លឹកអំពិលនៅក្រោយផ្ទះហ្នឹងហើយដើមក្រោយផ្ទះហ្នឹងគឺខ្ពស់ណាបងប្អូនឡើងតាមដើមព្រីងឡើងតាមដើមអំពិលហ្នឹងទៅឡើងអត់រួចវាធំពេកហើយល្មៀតខ្ញុំនេះគឺល្មៀតនេះអត់លឿងទេបងប្អូនឯងខ្ញុំដាំអត់លឿងហើយខ្ញុំមកបេះស្លឹកក្រូចហើយនឹងបេះស្ករក្រៃដើម្បីយកទៅស្លដាក់ស្លម្ជូរហើយអ្នកបងប្អូនថ្ងៃដែលខ្ញុំឲ្យកូនខ្ញុំបេះជីនឹងវងហើយនឹងស្លឹកម្ទេសវានៅជិតគ្នាគាត់ថាកូនឯងទៅបេះជីនឹងវងមកលេណាបេះស្លឹកម្ទេសព្រោះវានៅជិតគ្នានេះនៅជិតគ្នានោះហើយដីមួយនេះគឺល្មៀតពណ៌លឿងខ្ញុំខ្យល់ហ្នឹងគឺខ្ញុំកប់រំដេងនៅហ្នឹងបងប្អូនពេលដែលខ្ញុំទិញថ្ងៃដែលខ្ញុំប្រឡាក់សាច់គោខ្ញុំកប់នៅហ្នឹងហើយបងប្អូនផ្កាខ្ញុំពូជវាឡើង5 6ឆ្នាំហើយចេះតែយកក្របបាច់ដោះឲ្យអ្នកបងប្អូនជីនាងវងហើយនឹងដើមម្ទេសវានៅជិតគ្នាហើយនេះខ្ញុំបាច់ក្របម្ទេសឃើញវាផ្លែហើយរំដេងដើម្បីយកទៅស្លមុនវងថាអត់ចង់ដាក់រំដេងបងប្អូននឹកឃើញអីភ្លេចថាទិញរំដេងប៉ុន្តែភ្លេចនឹកឃើញថារំដេងខ្ញុំមាននេះខ្ញុំកប់មុនហ្នឹងបើស្អីយើងដាក់នៅក្នុងទូនោះវាក្រៀមចោលហើយខ្ញុំយកមកកប់ដីហ្មងទៅខ្ញុំកាយមកកប់ដីហើយក្នុងហ្នឹងគឺមានល្មៀតទេបងប្អូនល្មៀតលឿងគេថាអាចស្លបានបើល្មៀតមួយទៀតមិញវាអត់លឿងទេបងប្អូនខ្ញុំថាយកទៅបុកគ្រឿងមិនអត់លឿងឥឡូវខ្ញុំកប់កន្លែងនេះម្ដងព្រោះអីកប់ឲ្យឆ្ងាយពីល្មៀតបន្តិចហើយស្លខ្ញុំចិត្តស្លតែម្ដុំទេខ្ញុំថាទុកឲ្យវាដុះថ្ងៃក្រោយទៅយើងមិនបាច់ទិញគេយើងថាជីកតែមកកូនដុំទៅយើងអាចស្លបានបងប្អូនឥឡូវគឺថាខ្ញុំបានរៀបចំហើយត្រីអីគឺខ្ញុំហាន់កង់ឲ្យអស់ហើយបងប្អូនហើយតកួនស្លឹកអំពិលត្រីពោតកួនស្លជាមួយត្រីពោស្លជីងខ្លាញ់មួយឆ្ងាញ់ណាបងប្អូនមានម្ទេសមានរំដេងស្លឹកគ្រៃម្អមហើយប្រហុកហើយតកួនដែលខ្ញុំទិញពីម្សៅមិញហ្នឹងខ្ញុំទិញមុនហ្នឹងទិញមក4ដុំទុកឆា2ដុំហើយនឹងទុកស្លម្ជូរ2ដុំអញ្ចឹងណាឥឡូវគឺថាស្លប្រហើយបងប្អូនតែទៅសារឃើញតកួនខ្ចីវាគឺថាស្រឡាញ់តកួនហ្មងថាធ្វើម្ហូបអីក៏ដោយតែថាមិនធ្វើអីក៏ទិញយកមកទុកដែរព្រោះអីបើសិនជាយើងអត់បានដាក់ឆាជាមួយសាច់ទេយើងអាចត្រឡប់ខ្លាញ់ដោយសារកូនគាត់ចេះញ៉ាំត្រឡប់ខ្លាញ់អត់ដាក់សាច់បានអញ្ចឹងណាឥឡូវខ្ញុំកាត់កង់រួចហើយបន្ទាប់មកខ្ញុំក៏ដាក់អំបិលដើម្បីឲ្យច្បាច់អស់ចូលបន្ទាប់ពីច្បាច់អស់ចូលហើយគឺខ្ញុំបានលាង2 3ទឹកទៀតបងប្អូនពងលាងគេមកទិញអីហើយទៅលក់អីគេសិនបន្ទាប់មកគឺលាងទៀតបន្ទាប់ពីខ្ញុំលាងអន់2 3ទឹកខ្ញុំត្រាំទុកក្នុងបន្ទោះសិនណាខ្ញុំយកពេលហ្នឹងមកស្ងោរត្រីសិនសម្រាប់សាឡរបស់ខ្ញុំមុននឹងខ្ញុំស្លខ្ញុំត្រូវស្ងោរចេញព្រោះអីអត់ស្ងោរត្រីចេញនេះគឺឆ្អាបណាបងប្អូនអើយសម្រាប់ត្រីប្រាត្រីពោត្រីកែ3មុខគឺឆ្អាបជាងគេត្រីអ្វីក៏ដោយសើបងប្អូនអត់ចង់ឆ្អាបបងប្អូនស្ងោរដូចខ្ញុំមកហើយសម្រាប់ខ្លាញ់ត្រីខ្ញុំទុកចិត្តពុះឲ្យខ្ញុំដកចេញព្រោះអីចង់ឲ្យពេលដែលយើងស្លទៅឲ្យវាចេញខ្លាញ់ហូបឆ្ងាញ់ហ្នឹងណាឥឡូវត្រីយើងបានពុះបានឆ្អិនហើយបងប្អូនខ្ញុំស្ងោរនេះស្ងោរដល់ឆ្អិនណាយើងស្ងោរត្រីឆ្អិនហ្នឹងទៅពេលដែលយើងស្លអត់ភ័យរឿងឆ្អាបទេបងប្អូនចង់ស្ងោរចេញក៏បានមិនស្ងោរក៏បានប៉ុន្តែធ្វើវិធីខ្ញុំគឺស្លអត់ឆ្អាបទេទោះបីស្លត្រជាក់ដល់ឥឡូវទឹកខ្ញុំពុះហើយខ្ញុំក៏ដាក់ប្រហុកខ្ញុំគឺប្រហុកសាច់នេះខ្ញុំអត់បានជ្រុំទេហើយខ្ញុំដាក់ស្លឹកគ្រៃស្លឹកក្រូចរំដេងហើយខ្ញុំដាក់ត្រីបន្ទាប់ពីពុះហើយគឺខ្ញុំដាក់តកួនយកតែម្ដងតកួននោះពេញមួយឆ្នាំងដែរណាបងប្អូនហើយការស្លម្ជូរនោះសើបងប្អូនអើយចង់ហូបស្លម្ជូរយើងហូបជាមួយបាយឆាយើងហូបមួយបាយឆាហើយយើងដាក់ជូរជ្រះមកថាអូយហូបត្រូវគ្នាខ្លាំងណាស់បងប្អូនខ្ញុំស្លគឺខ្ញុំហូបមួយបាយឆាពេលដែលខ្ញុំដាក់ស្លឹកអំពិលហើយខ្ញុំទុកឲ្យវាចេញជាតិជូរហើយខ្ញុំក៏បានដាក់ម្ទេសរបស់ខ្ញុំនេះគឺខ្ញុំដាក់តឹងម្ដងព្រោះឲ្យដាក់តឹងម្ដងទៅវាអត់ចេញជាតិហឹលទេតែអត់ចេញជាតិហឹលកូនខ្ញុំក៏អាចញ៉ាំបានខ្ញុំដាក់គ្រឿងខ្ញុំភ្លក់សិនព្រោះឲ្យខ្លាចប្រហុកវាប្រៃគ្រឿងខ្ញុំដាក់មានតែអំបិលប៊ីចេងម្សៅរ៉ូឌីហើយនឹងស្ករបងប្អូនចង់ដាក់ដុំខ្នុរក៏បានដែរនៅឃើញតែខ្ញុំមានម្សៅរ៉ូឌីនៅចិត្តក្តៅខ្ញុំក៏ដាក់ដែរចិត្តដាក់ម្សៅរ៉ូឌីហ្មងទៅសិនយើងដាក់យើងអាចដាក់ដុំខ្នុរមួយដុំទៅធ្វើឲ្យជំនួយឲ្យស្លយើងកាន់តែឆ្ងាញ់អញ្ចឹងណាឥឡូវពេលខ្ញុំភ្លក់មើលទៅរៀងរសទៅជូរភ្លក់ទៅវាអត់តន់ចេញជាតិជូរល្អខ្ញុំក៏ដាក់ស្លឹកអំពិលថែមទៀតដាក់ស្លឹកអំពិលហ្នឹងទៅខ្ញុំកូរឲ្យវាសព្វហើយទុកឲ្យវាចេញជាតិជូរទៅគឺថារួចជាស្រេចហើយបងប្អូនហើយគ្រឿងដែលខ្ញុំថែមមុនក្រោយទាំងអស់ហ្នឹងគឺមានតែម្សៅរ៉ូឌីអំបិលប៊ីចេងហើយនឹងស្ករគឺខ្ញុំដាក់តិចតួចខ្ញុំមិនដាក់ច្រើន
ខ្ញុំក៏បានបងម្អមស្លម្ជូរភ្លេចនឹកឃើញម្អមអញ្ចឹងបងប្អូនហើយចេះមានម្អមនៅលើពូចដែរខ្ញុំហាលទុកហាងឲ្យមុននោះហើយស្លម្ជូររបស់ខ្ញុំប៉ុណ្ណឹងគឺថាមួយអែមឯងបងប្អូននេះខ្ញុំដួសចានចែកបែកក្មេកនេះរបស់ខ្ញុំមកបងប្អូនពិសាបាយខ្ញុំទាំងអស់គ្នាណាគឺខ្ញុំហូបជាមួយបាយឆាដែរបងប្អូនអើយស្លម្ជូរពេលដែលយើងហូបមួយបាយឆាឆ្ងាញ់ណាស់ហើយខ្ញុំហូបបានច្រើនទៀតព្រោះអីយើងហូបមួយស្លម្ជូរនោះវាអត់សូវតលាន់បងប្អូនហូបមួយស្ងោរឬមួយអីវាតលាន់ណាយើងហូបបានច្រើនទេតែបើមួយស្លម្ជូរគឺថាហូបបានច្រើនអត់ងាយតលាន់ទៀតហើយបងប្អូនស្ដាប់សលេងខ្ញុំងងទៅយល់ថាអីត្រូវទឹកភ្លៀងផ្ដាសាយឡម្ជូរតគួនត្រីពោមួយចានហ្នឹងគឺខ្ញុំហូបតែឯងទេដូចតែសាច់ត្រីឲ្យកូនបើចេញទេព្រោះគាត់ចូលចិត្តញ៉ាំត្រីហើយបងប្អូនអាចស្លបានមុននឹងស្លអីបងប្អូនអាចស្ងោរត្រីចេញហ្នឹងទៅពេលដែលស្លត្រជាក់គឺអត់ឆ្អាបទេណាបងប្អូនហើយឆ្ងាញ់អរគុណច្រើនបងប្អូនជូនពរបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាហើយមួយចានគឺខ្ញុំហូបតែឯងខ្ញុំហូបបានច្រើនណាជម្រាបលាទាំងអស់គ្នាបាយបាយ